សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់លុយសម្រាប់រឿងសារជាថ្មីក្នុងថ្ងៃនេះផងដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Castlevania ដែលជា Season ទី1ភាគទី4ផ្ដើមសាច់រឿងដំបូងឡើយយើងបានឃើញតា Bishop កំពុងអង្គុយនៅក្នុងព្រះវិហារតែម្នាក់ឯងស្រាប់តែពេលនោះក៏មានបិសាចដែលជាបរិវាររបស់ Dracula បានដើរចូលមកហើយបិសាចនោះបាននិយាយបន្ទោសទៅតា Bishop ថាដោយសារតែតាឯងផឹកអត់ហៅយើងនឹងហើយទើប Dracula បញ្ជូនយើងឲ្យមកនិយាយលេងទេគឺដោយសារតែតានោះបានប្រហារជីវិតលីសាដែលជាប្រពន្ធរបស់ Dracula នោះហើយទើប Dracula បញ្ជូនពួកគេឲ្យមកបន្ទាប់ពីនិយាយចប់បិសាចនោះក៏បានសម្លាប់តា Bishop ចោលបាត់ទៅកាត់ចូលមកដល់ឈុតបន្ទាប់យើងបានឃើញថា Trevor កំពុងតែរត់គេចពីការតាមវាយប្រហាររបស់ប្រជាជនតែទោះជាគាត់ប្រឹងរត់យ៉ាងណាក៏មិនអាចគេចផុតពីប្រជាជនទាំងនោះបានដែរហើយគាត់ក៏ត្រូវបានរោមព័ទ្ធដោយប្រជាជនជាច្រើនអ្នករំពេចនោះក៏មានវេទមន្តអ្វីម្យ៉ាងលេចចេញជាភ្លើងព័ទ្ធជុំវិញ Trevor មិនឲ្យមានប្រជាជនណាម្នាក់ចូលទៅធ្វើអ្វីគាត់បានឡើយហើយអ្នកដែលប្រើវេទមន្តនោះគឺជាស៊ីផាចៅរបស់តា Speaker នោះឯងក្រោយពីបានឃើញបែបនោះ Trevor ក៏បានសួរនាងថាចេះផឹកសោះមិនយូរហើយអត់ប្រាប់ចឹងគឺគាត់បានសួរនាងថាចេះវេទមន្តមិនយូរហើយមិនព្រមប្រើឲ្យគាត់រត់ឡើងអស់សាំងដូចនេះរួចរូបនាងក៏ឆ្លើយថានាងគឺជាអ្នកចេះវេទមន្តម្នាក់នាងមិនដែលធ្វើអំពើអាក្រក់ឬក៏រត់ទៅដល់បិសាចណាមួយនោះទេបន្ទាប់មកស៊ីផានាងបានប្រើវេទមន្តញែករង្វង់នោះចេញជាផ្លូវឲ្យ Trevor ដើរចេញទៅតែកំពុងតែដើរនោះសម្ដេចសង្ឃពុករលួយម្នាក់ក៏មានវត្តមាននៅទីនោះដែរហើយគេបានស្រែកប្រាប់ប្រជាជនឲ្យសម្លាប់ Trevor ចោលទៅតែ Trevor បានប្រកែកថាមិនបាច់មានប្រជាជនស្អីនោះទេគឺការប្រយុទ្ធនេះមានតែ Trevor និងសម្ដេចសង្ឃម្នាក់នោះបានហើយនិយាយទៅគឺបបួលផឹកមួយស្មើតែម្ដងមុននឹងការប្រយុទ្ធបានចាប់ផ្ដើម Trevor បាននិយាយថាតើអ្នកទាំងអស់គ្នាដែលឃើញសម្ដេចសង្ឃឯណាមានកំបិតនៅក្នុងខ្លួនទេអាងតែខ្លួនឯងមានអំណាចចេះតែបញ្ជាឯងប្រើដៃគេសាងបាបចំនួនដៃរបស់ខ្លួនឯងហើយឯងបានកុហកប្រជាជនថាដោយសារតែ Speaker ទើបទីក្រុងរបស់ពួកគេត្រូវបានវាយប្រហារដោយបិសាចរបស់ Dracula តែការពិតគឺជាតា Bishop ជាមេរបស់ឯងនេះហើយដែលជាអ្នកធ្វើឲ្យមានរឿងនេះកើតឡើងគេដោយសារតែ Bishop ម្នាក់នេះហើយបានសម្លាប់នារីម្នាក់ដែលមិនដឹងចោលអ្វីតតែសោះហើយនារីម្នាក់នោះគឺជាប្រពន្ធរបស់ Dracula ហើយដូច្នេះហើយទើបទីក្រុងរបស់ពួកគេបានទទួលរងបណ្ដាសាពី Dracula បែបនេះនិយាយមិនទាន់ចាប់ពីមាត់ផងហើយ Trevor ក៏មិនទាន់បានបោះមេផងនោះដែរក៏ស្រាប់តែប្រជាជនទាំងអស់នោះបានយកអាវុធរបស់ពួកគេចាក់សម្លាប់ទៅលើសង្ឃម្នាក់នោះចោលបាត់ទៅបន្ទាប់ពីប្រជាជនបានសម្លាប់សម្ដេចសង្ឃនោះចោលបាត់ទៅការវាយប្រហាររបស់បិសាចក៏បានជប់មកដល់តែសំណាងល្អដែលមាន Trevor នៅទីនោះហើយគាត់បានបញ្ជាប្រជាជនក្នុងទីក្រុងនោះឲ្យយកអាវុធដែលពួកគេមានរៀងខ្លួនមកតតាំងជាមួយនឹងបិសាចហើយគាត់ក៏បានឲ្យពួកគេលាយទឹកជាមួយនឹងអំបិលយកមកផងដែរដោយសារតែបិសាចទាំងអស់នោះខ្លាចទឹកជាមួយនឹងអំបិលនេះឯងការវាយប្រហារដណ្ដើមសាច់ខ្លែមរវាងប្រជាជននិងបិសាចក៏បានកើតឡើងតែបិសាចទាំងអស់នោះមកម្ដងនេះធ្វើអ្វីប្រជាជនមិនកើតទៀតទេដោយសារតែ Trevor បានប្រាប់ប្រជាជនថាប្រាប់តគ្នាផងបិសាចទាំងអស់ខ្លាចអំបិលដូច្នេះហើយប្រជាជនក៏នាំគ្នាជ្រលក់អាវុធរបស់ពួកគេជាមួយនឹងអំបិលហើយយកទៅសម្រាប់បិសាចទាំងអស់នោះចោលអស់រលីងគ្មានសល់តែនៅសល់តែមេរបស់វាម្នាក់ដែលជាបិសាចដែលបានសម្លាប់ Bishop កាលពីក្បាលដំបូងនៃសាច់រឿងរបស់យើងនេះឯងបិសាចមួយក្បាលនោះក៏បានលោតមកវាយប្រហារលើ Trevor តែម្ដងតែសំណាងល្អដែល Trevor បានគេចផុតកុំអីក៏ពៀតដូចជាឈានបាត់ហើយវាក៏នៅតែតាមវាយប្រហារ Trevor ទៀតប៉ុន្តែបានស៊ីផាគាត់ជះឡាស្គីរបស់គាត់សម្លាប់បិសាចនោះចោលបាត់ទៅក្រោយពីការប្រយុទ្ធរបស់ពួកគេត្រូវបានបញ្ចប់ដីដែលនៅចំកន្លែងដែលស៊ីផានិង Trevor កំពុងតែឈរនោះក៏បានបាក់ស្រុតចុះទៅក្រោមហើយពួកគេក៏បានធ្លាក់ចូលទៅក្នុងប្រាសាទ Catacomb សាជាថ្មីម្ដងទៀតយើងបានឃើញថាកន្លែងដែលពួកគេទាំងពីរបានធ្លាក់ទៅដល់នោះគឺមានសុទ្ធតែគ្រឿងយន្តចម្លែកមែនទែនតែស៊ីផានិង Trevor ដែលពួកគេទាំងពីរបានធ្លាក់មកក៏ពួកគេនៅតែមិនមានកាត់អ្វីនោះដែរគឺអត់មានបែកក្បាលបាក់ធ្មេញអ្វីនោះទេពួកគេបានស្វះស្វែងលោតពីកន្លែងមួយទៅកន្លែងមួយដើម្បីឆ្លងទៅរកទីកន្លែងដែលមានសុវត្ថិភាពក្រោយពីបានចុះមកដល់ជាន់ក្រោមបង្អស់នៃប្រាសាទ Catacomb ហើយពួកគេក៏បានជួបប្រទះជាមួយនឹងក្តាមមឈូសមួយហើយក្តាមមឈូសនោះក៏ស្រាប់តែបើកគម្របដោយខ្លួនឯងហើយក៏មានបិសាចជញ្ជក់ឈាមហោះចេញមកពីក្នុងមឈូសមួយនោះចំណែកឯបិសាចជញ្ជក់ឈាមដែលបានហោះចេញពីមឈូសមកនោះគាត់គឺជាអាលូខាតដែលត្រូវជាកូនរបស់ Dracula នោះឯងហើយគាត់បានមកដេកនៅក្នុងមឈូសមួយនេះគឺដោយសារតែ Dracula បានវាយប្រហារមកលើគាត់កាលពីភាគ1របស់យើងនោះឯងអាលូខាតចេញពីមឈូសមកក៏និយាយគ្នាជាមួយ Trevor និងស៊ីផាតែនិយាយចុះឡើងក៏ដូចជាមិនសូវត្រូវគ្នាទាល់តែសោះដូច្នេះហើយការវាយកាប់ចាក់គ្នារវាង Trevor និងអាលូខាត
ក៏បានកើតឡើងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាង Trevor និង Alucard ក៏បានកើតឡើងក្រោយពីការប៉ះសម្ដីគ្នាបន្តិចបន្តួច Alucard បានវាយប្រហារទៅលើ Trevor ទាំងដែលរបួសរបស់ Alucard មិនទាន់ជាស្រួលបួសផងនោះហើយរបួសនេះគឺជារបួសដែល Dracula បានវាយប្រហារមកលើគាត់នោះហើយការប្រយុទ្ធមួយនេះមើលទៅ Alucard ហាក់ដូចជាមានប្រៀបលើ Trevor ច្រើនខ្លាំងមែនទែនដោយសារតែគាត់ចេះវេទមន្តនិងម្យ៉ាងទៀតគាត់គឺជាបិសាចជញ្ជក់ឈាមផងដែរAlucard ក៏បានបដួល Trevor ទៅនឹងដីហើយស្ទុះបំរុងនឹងខំករបស់ Trevor តែគាត់មិនដឹងនោះទេថាទ្រូងខាងឆ្វេងរបស់គាត់ត្រូវបានចាក់ដោយកាំបិតរបស់ Trevor បាត់ទៅហើយស៊ីផាឃើញបែបនោះនាងក៏បានចូលទៅបញ្ឈប់ការប្រយុទ្ធរបស់ពួកគេទាំងពីរតែម្ដងទៅហើយចំណែកឯភាគទី4របស់យើងក៏បានស្លេះត្រឹមនេះបាត់ទៅសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងការសម្រាយរឿងរបស់ខ្ញុំសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងយើងរងចាំជួបគ្នានៅ Season ទី2បន្តទៀតសូមអរគុណ